ដឹងហ្នឹងគឺយើងអាចបានមកតាមមធ្យោបាយ4យ៉ាងទី1ចំណេះដឹងដែលយើងបានមកតាមរយៈការអប់រំក្នុងប្រព័ន្ធទី2ការអប់រំក្រៅប្រព័ន្ធទី3តាមរយៈការងារហើយទី4គឺតាមរយៈបរិយាកាសសង្គមដូចសង្គមគ្រួសារសង្គមមិត្តភ័ក្តិដែលយើងស្ថិតគប់ទី1ចំណេះដឹងដែលបានមកពីការអប់រំក្នុងប្រព័ន្ធដូចយើងរៀននៅវិទ្យាល័យយើងតទៅមហាវិទ្យាល័យទៅអនុបណ្ឌិតទៅបណ្ឌិតហ្នឹងអាហ្នឹងគឺចំណេះដឹងដែលយើងបានមកពីការអប់រំក្នុងប្រព័ន្ធប៉ុន្តែមិនមែនទាំងអស់មនុស្សទាំងអស់សុទ្ធតែបានទៅចូលរៀនការអប់រំក្នុងប្រព័ន្ធហ្នឹងទេអញ្ចឹងការអប់រំក្រៅប្រព័ន្ធក៏ដើរតួយ៉ាងសំខាន់ដែរដូចជាវគ្គសិក្សាខ្លីៗយើងចូលសិក្ខាសាលាយើងមានក្រុមការងារឬក៏គម្រោងអីមួយដែលគេធ្វើ project ធ្វើអីហ្នឹងអាហ្នឹងគឺយើងរៀនទទួលបានចំណេះដឹងតាមរយៈការអប់រំក្រៅប្រព័ន្ធមួយទៀតចំណេះដឹងដែលយើងទទួលបានពីបទពិសោធន៍ការងារអញ្ចឹងដូចយើងចូលធ្វើការយើងរកការងារធ្វើយើងទៅធ្វើការហ្នឹងគឺយើងទទួលបានយើងធ្វើការបដាយើងរៀនបដាហ្នឹងអាហ្នឹងក៏យើងទទួលបានចំណេះដឹងដែរហើយទី4គឺចំណេះដឹងដែលយើងកើតចេញពីការខ្សែគប់កល្យានមិត្តណាយើងបរិយាកាសក្នុងផ្ទះហើយខ្ញុំលើកកន្លែងនេះមួយសំខាន់ណាស់បើយើងចង់លើកទឹកចិត្តកូនៗឲ្យប្រឹងរៀនឪពុកម្ដាយមួយចំនួនចង់ឲ្យកូនចេះដឹងទេប៉ុន្តែកាយវិការទឹកមុខពាក្យសម្ដីហ្នឹងគឺគាត់ទៅធ្វើសត្រូវរបស់កូនខ្ញុំនៅចាំធរណីការបស់ព្រះអង្គសានសុជាព្រះអង្គលើកអញ្ចឹងយើងមិនអាចយកទឹកកខ្វក់ទៅលាងរបស់កក្រិចឲ្យស្អាតទេមានន័យថាម៉េចកូនមិនចង់រៀនកូនវាអត់ចូលចិត្តរៀនហ្មងចូលចិត្តតែលេងទូរស័ព្ទចូលចិត្តតែលេងហ្គេមចូលចិត្តតែអីចឹងទៅអាហ្នឹងចាត់ទុកថារបស់ហ្នឹងវាកក្រិចទេដល់ពេលឪពុកម្ដាយនេះឃើញកូនអញ្ចឹងគាត់មិនមែនចង់ឲ្យកូនគាត់អញ្ចឹងទេចង់ឲ្យកូនរៀនប៉ុន្តែពេលឃើញគាត់លេងទូរស័ព្ទច្រើនចុចហ្គេមច្រើនដូចសកម្មភាពមិនរៀនអីហ្នឹងគឺគាត់ឃើញអញ្ចឹងគាត់ខឹងអញ្ចឹងគាត់ស្រែកគាត់ជេរពេលខ្លះទៅខោកកញ្ញពេលខ្លះទៅកញ្ឆក់ដដើមទូរស័ព្ទអីហ្នឹងពីកូនពីអីមកទៀតការនិយាយហ្នឹងមិនសូវស្រួលទេកន្លែងហ្នឹងដែលខ្ញុំចង់និយាយថាយើងមិនអាចយកទឹកកខ្វក់ទង្វើអញ្ចឹងរបស់ពុកម្ដាយប្រៀបដូចជាទឹកកខ្វក់អញ្ចឹងហើយយើងយកទៅលាងរបស់កក្រិចកូនហ្នឹងកក្រិចអញ្ចឹងបងប្អូនសម័យមើលតើវាស្អាតវាមិនមែនទេអញ្ចឹងមធ្យោបាយដែលល្អគឺយើងដឹងហើយថាកូនអញ្ចឹងអូខេរបស់ហ្នឹងកក្រិចចុះតែយើងមិនត្រូវធ្វើទឹកកខ្វក់ទេយើងអាចបើខ្ញុំរឿងខ្លះខ្ញុំត្រូវម្លងខ្ញុំម្លងសិនខ្ញុំម្លងទៅពេលណារៀងស្រួលតែជាចេតនាខ្ញុំទៅបង្កើតចំណងតាក់ទងល្អជាមួយកូនសិនអារឿងណាអាក្រក់ដែលគេធ្វើខ្ញុំទុកម្ដុំសិនខ្ញុំដឹងហើយថាមានអាហ្នឹងប៉ុន្តែខ្ញុំបិទវាចោលសិនខ្ញុំនិយាយលេងមួយកូនបាយមួយកូនអង្គុយទៅជែកមួយកូនពេលខ្លះសឿរស័យឲ្យកូនទៀតទាញជើងចាប់កញ្ចក់ដៃមើលចាប់កញ្ចក់ជើងមើលអញ្ចឹងទៅពេលខ្លះហាត់ក្បាលកូនទៅក៏សក់អត់ណាពេលខ្លះបើកមាត់កូនមើលទៅតើដោះថ្មិញអត់ថ្មិញវាតកៅស៊ីអត់ឬក៏ដូរថ្មិញចាស់ថ្មិញថ្មីអីនៅទាំងអស់នេះគឺជាសកម្មភាពដែលយើង make friend មួយកូនលេងជាមួយកូនហើយសួរគាត់កូនឥឡូវរៀនម៉ោងណាខ្លះរៀនអីខ្លះខ្ញុំចាប់ដើមអញ្ចឹងបរិយាកាសហ្នឹងកូនខ្ញុំគាត់អត់មានអារម្មណ៍ថាខ្ញុំទៅស្ដីឲ្យគាត់ទេប៉ុន្តែកន្លែងណាដែលគាត់ធ្វើល្អខ្ញុំចាប់អារម្មណ៍កន្លែងណាដែលគាត់ធ្វើដូចមិនសូវល្អខ្ញុំសួរថាកូនណានេះអត្ថិភាពកូនឯងដែរហើយពេលវេលាកូនឯងចាយលើអាហ្នឹងប្រហែលឃើញខ្ញុំអត់សួររឿងហាមមិនឲ្យលេងទេកូនឯងចាយទៅពេលវេលាទៅលើអាហ្នឹងមកអញ្ចឹងខ្ញុំជ្រុំអញ្ចឹងទៅជែកលេងជែកកិច្ចការងារអស់ហ្នឹងកូនខ្ញុំគាត់កែម្ដងទៅហើយខ្ញុំក៏ដឹងទៀតថាក្មេងវាចូលចិត្តលេងវាចូលចិត្តអីចឹងមិនមែនយើងនិយាយម្ដងហើយគ្នាបត់បានទេតែយើងឧស្សាហ៍ធម្មតាឆ្នាំងទឹកក្តៅកាលណាយើងចង់ឲ្យទឹកហ្នឹងវានៅតែក្តៅរហូតតោះយើងអាសាហ៊ីតភ្លើងនេះអាសាដុតភ្លើងម្ដងតិចម្ដងតិចទៅដុតម្សាអញ្ចឹងទៅហើយយើងមិនដុតទៀតមើលរៀងផងតិចយើងដុតបន្តិចទៀតមធ្យោបាយនេះគឺល្អបំផុតហើយមធ្យោបាយមួយទៀតដែលខ្ញុំបានធ្វើដែរ
យើងជាពុកម្ដាយដូចជាចុងភៅចឹងយើងស្លខ្ញុំលើកពី3ដងហើយហ្នឹងយើងស្លយើងដឹងថាដាក់អំបិលប៉ុន្មានល្មមឆ្ងាញ់យើងចេះភ្លក់មើលទៀតមិនមែនដោយសារតែអំបិលយើងនៅក្នុងពីងអំបិលនឹងច្រើនហើយកន្លអំបិលនឹងច្រើនសម្លនឹងឆ្ងាញ់ល្មមហើយអាងតែអំបិលច្រើនយើងចេះតែជោគមួយវែកពីរវែកទៅដាក់ទៀតទេហ្នឹងពេលដែលខ្ញុំនិយាយពីសម្លបងប្អូនថាអូលោកគ្រូនិយាយចឹងអត់ត្រូវទេមានអាណាគេទៅល្ងងដាក់មួយវែកពីរវែកទៀតនៅពេលដែលគេដឹងថាឆ្នាំងសម្លប៉ុណ្ណឹងដាក់អំបិលប៉ុណ្ណឹងវាល្មមប្រៃឆ្ងាញ់ហ្នឹងរឿងសម្លយើងយល់ច្បាស់ប៉ុន្តែរបៀបអប់រំរបៀបនិយាយមួយកូនពេលខ្លះយើងមានបានដឹងថាយើងនិយាយប៉ុណ្ណឹងកូនល្មមអត់ឆ្នាំងសម្លកូននឹងសម្លកូនយើងនិយាយប៉ុណ្ណឹងវាល្មមតែឪពុកម្ដាយអាងតែម៉ែអាងតែឪអាងតែសបោពាកយកទៅសកត់ទៅលើកូនទៅនិយាយទៅលើកូនពេលខ្លះយើងអត់ចេះដឹងថាអាណាល្មមទេយើងអាងទៅសបោអំបិលយើងចេះទៅដាក់មួយវែកពីរវែកទៅទៀតណាដល់ពេលអញ្ចឹងទំនាក់ទំនងម៉ែឪមួយកូនហ្នឹងគឺអត់ត្រូវគ្នាទេហើយទៅជាសត្រូវនឹងគ្នាហើយបាក់និយាយគ្នាមិនមែនជាមិត្តភក្តិហើយដល់ពេលអញ្ចឹងជាថាកូនហ្នឹងវាមិនស្ដាប់ខ្ញុំសោះណោះពេលទៅស្ដាប់មិត្តភក្តិវាណោះវានិយាយត្រូវគ្នាវានិយាយតិចទៅស្ដាប់តែមិត្តភក្តិវាហ្នឹងគាត់អត់ចេះស្ដាប់យើងជាម៉ែឪអញ្ចឹងពិចារណាកន្លែងហ្នឹងទៅយើងកែខ្លួនយើងបន្តិចកូនអាចនិយាយជាមួយយើងវិញបានស្រួល